ចែកខាប់ខាត់ប្រូជូនដល់បងប្អូនយើងយកទៅប្រើប្រាស់បងប្អូនទាំងអស់គ្នាណាបាទហើយខ្ញុំនឹងប្រាប់អំពីរបៀបតម្លើងបងប្អូនទាំងអស់គ្នាថាយើងពេលខ្ញុំបានផ្ដល់ជូននៅខាប់ខាត់ប្រូហើយតើបងប្អូនយើងត្រូវ download បែបណាភ្ជាប់បែបណាអញ្ចឹងណាបាទអូខេដោយសារតែខ្ញុំឃើញថាកន្លងមកបងប្អូនយើងពិបាកនៅក្នុងការកាត់តជាមួយនឹងខាប់ខាត់ធម្មតាចេញពាណិជ្ជកម្មចេញនេះចេញនោះអីចឹងណាបាទញ៉ៃញ៉ៃចេញជាប់ logo ជាប់អីនៅក្នុងរូបភាពនៅក្នុងវីដេអូអីចឹងណាបាទអញ្ចឹងខ្ញុំឃើញថាជូនបាទ CapCut Pro នេះដល់បងប្អូនយើងយកទៅប្រើប្រាស់កាត់តវីដេអូអូខេអញ្ចឹងនៅពេលណាដែលបងប្អូនទាំងអស់គ្នាឃើញវីដេអូនេះហើយសូមបងប្អូនទាំងអស់គ្នាតាក់ទងមកខ្ញុំមកចាំខ្ញុំដាក់លេខ Telegram ជូនដល់បងប្អូនយើងងាយស្រួលក្នុងការតាក់ទងឬមួយក៏ឆាតចូល page បងប្អូន AI នឹងប្រាប់ឲ្យបងប្អូនយើងតាក់ទងមកខ្ញុំបានអញ្ចឹងណាបាទបងប្អូនទាំងអស់គ្នាគឺយើងចូលមកសម្រាប់ការដំឡើងបងប្អូនទាំងអស់គ្នាយើងចូលមកប៉ុន្តែបងប្អូនត្រូវលុបខាប់ខាត់នេះដែលយើងមានណាបាទបងប្អូនត្រូវលុបខាប់ខាត់ដែលយើងមាននេះបាទចោលសិនបងប្អូនទាំងអស់គ្នាណាបាទលុបចោលសិនការលុបគឺយើងគ្រាន់តែយកម្រាមដៃយើងហ្នឹងសង្កត់ឲ្យជាប់មកហើយបងប្អូនយកពាក្យថា uninstall មកបងប្អូនទាំងអស់គ្នាណាបាទអាហ្នឹងយើងលុបណាបាទលុបហើយបងប្អូនតាក់ទងមកខ្ញុំមកបងប្អូនតាក់ទងមកខ្ញុំបងប្អូនចុចចូល Telegram មកខ្ញុំមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាបងប្អូនដំឡើងបែបនេះបងប្អូនណាឃើញកន្លែងព្រួយឯងពេលណាដែលឆាតតាក់ទងមកខ្ញុំឲ្យទៅបងប្អូនចុចលើព្រួយហ្នឹងដើម្បីដំឡើងបាទចុចឲ្យដើរពេញសិនណាបងប្អូនណាបាទបាទនៅពេលណាដែលដើរពេញហើយបងប្អូនទាំងអស់គ្នាគឺយើងយកកន្លែងចុចលើនឹងម្ដងទៀតមកបាទយើងរងចាំបន្តិចបងប្អូនណាបាទចេញអញ្ចឹងបងប្អូនទាំងអស់គ្នាបើបងប្អូនអត់ទាន់បានដំឡើងបងប្អូនគេដាក់ថា install បើខ្ញុំចេញ update អញ្ចឹងដូចតែគ្នាទេណាបងប្អូនណាចុច update ឬមួយ install ចុចលើនឹងមកបាទយើងរងចាំបន្តិចកំពុងតែ install ហើយបងប្អូនទាំងអស់គ្នាណាបាទដំឡើងបាទហើយដំឡើងហើយត្រូវភ្ជាប់បែបណាអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងហើយខ្ញុំនឹងប្រាប់អំពីការប្រើប្រាស់អីបាទជូនដល់បងប្អូនយើងបាទបន្ថែមបាទបងប្អូនសម្រាប់ CapCut Pro មួយនេះអូខេដល់ពេលណាដែលយើងបានធ្វើការ install រួចហើយចេញ open បងប្អូនចុចលើ open មកបាទបងប្អូននៅពេលណាដែលចេញលក្ខណៈបែបហ្នឹងបងប្អូនទាំងអស់គ្នាគឺយើងថិចកន្លែងហ្នឹងមួយបាទបន្ទាប់មកចុចពាក្យថា close បាទចេញអញ្ចឹងបងប្អូនទាំងអស់គ្នាយកពាក្យថា agree and continue ចុចលើហ្នឹងមកបាទចេញអញ្ចឹងបងប្អូនទាំងអស់គ្នាយើងយកពាក្យថា allow បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺយើងយកកន្លែង skip បងប្អូនណាចុច skip មកណាបាទអញ្ចឹងយើងចូលមកដល់ក្នុងកម្មវិធីតែម្ដងបងប្អូនបាទសម្រាប់ការដែលយើងបានដំឡើងគឺរួចរាល់អស់ហើយអញ្ចឹងសម្រាប់ការប្រើប្រាស់ជាមួយនឹង CapCut Pro គឺបងប្អូនទាំងអស់គ្នាចុចចូលកន្លែងហ្នឹងមកបាទចុចចូលកន្លែងហ្នឹងមកខ្ញុំប្រាប់បាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងយកពាក្យថា allow បងប្អូនទាំងអស់គ្នាយើងដាក់រូបភាពឬមួយក៏វីដេអូណាបាទអញ្ចឹងខ្ញុំសូមដាក់រូបភាពវីដេអូតមកទៀតខ្ញុំចុច add កន្លែងនេះបាទនៅពេលណាដែលយើងបានធ្វើការដាក់វីដេអូមកហើយបងប្អូនទាំងអស់គ្នាអញ្ចឹងមុខងារអីផ្សេងបងប្អូនយើងដឹងណាបងប្អូនណាបងប្អូនយើងចេះប្រើប្រាស់ហើយបាទហើយសម្រាប់ការប្រើប្រាស់ effect អីផ្សេងបងប្អូនទាំងអស់គ្នាគឺយើងអាចប្រើបានដូចថាអញ្ចឹងណាដូចថា style អក្សរ style effect អីណាដូចថាអញ្ចឹងបងប្អូនទាំងអស់គ្នាយើងចូលមក effect មកបងប្អូនអាចប្រើប្រាស់នេះកន្លែងនេះខ្ញុំសូមប្រាប់តិចណាដែលប្រើពាក្យថា pro អ្នកទាំងអស់នេះបងប្អូនអាចប្រើបានបងប្អូនណាបាទគឺយើងអត់មានរំលងទៀតទេបងប្អូនណាគឺបងប្អូនអាចប្រើបានណាប្រើប្រាស់បានចាំបងប្អូនយកទៅពេលណាដែលចង់បានមួយណាហើយបងប្អូនចុចគ្រីសមកណាបាទហ្នឹងហើយអញ្ចឹងបងប្អូនអាចប្រើបានហើយមួយទៀតការសរសេរអក្សរអីផ្សេងបងប្អូនទាំងអស់គ្នាដូចថាអញ្ចឹងណាបាទខ្ញុំចូលមកណាយើងសរសេរអក្សរបងប្អូនយើងដឹងហើយខ្ញុំរៀងលឿនបន្តិចប៉ុន្តែបងប្អូនយើងថ្មីប្រហែលជាអាចបន្ទោស admin ទៀតអញ្ចឹងខ្ញុំសូម back ទៅក្រោយវិញការចូលមកសរសេរអក្សរបងប្អូនចុចកន្លែង A book នេះចុចលើហ្នឹងមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងសរសេរមកណាឧទាហរណ៍ថាខ្ញុំសរសេរឈ្មោះខ្ញុំចោះបាទឧទាហរណ៍ហ្នឹងហើយខ្ញុំសរសេរឈ្មោះខ្ញុំប៉ុណ្ណឹងតមកទៀតគឺខ្ញុំយក style បងប្អូនណា style ចុចលើ style តមកបងប្អូនទាំងអស់គ្នាគឺយើងយក style មួយណាមកជួននេះបងប្អូនអាចលេង style បានណាបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាបើសិនតែយើងចង់យកបែបលក្ខណៈ effect ចុចលើ effect មកវាមាន style បែបចេះណាបាទលេង style អក្សរ mode អក្សរបងប្អូនណាបាទអញ្ចឹងយើងគិតថា style mode អក្សរណាស្អាតយើងយកមកដូចថាយើងយកហ្នឹងហើយកន្លែង animation អ្នកមើលមកជួននេះបងប្អូនចុចលើ animation ហ្នឹងមក
បងប្អូនទាំងអស់គ្នាគឺយើងអាចលេង style នេះអា Pro ហ្នឹងគឺយើងអាចប្រើបានបងប្អូនណាបាទអេមែនតើបងប្អូនហ្នឹងហើយ style អក្សរណាអាហ្នឹងមានភាពតាក់ទាញណាបងប្អូនណាបាទ style អក្សរបែបហ្នឹងណាបាទអូខេចាំបងប្អូនយើងចង់ប្រើប្រាស់បងប្អូនត្រូវតាក់ទងមកខ្ញុំមកចាំខ្ញុំផ្ដល់ជូនដល់បងប្អូនយើងដើម្បីធ្វើការប្រើប្រាស់នៅ CapCut Pro នេះបងប្អូនណា